ដំណឹងល្អវិទ្យាសាស្ត្រ iStat បានកំពុងបើកទស្សនវិស័យថ្មីនៅនិស្សិតទេសចរឲ្យអ្នកទាំងអស់គ្នាជំរាបសួរនិងសួស្តីអ្នកគ្នាខ្ញុំឈ្មោះសំសានិកជានិស្សិតឆ្នាំទី2ដែលកំពុងសិក្សាថ្នាក់ Bachelor លើជំនាញព័ត៌មានវិទ្យាដែលហៅកាត់ថា IT នៅវិទ្យាស្ថាន iStat ខ្ញុំជានិស្សិតម្នាក់ដែលស្រឡាញ់វិស័យបច្ចេកវិទ្យានិងខ្ញុំតែងតែមានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញផ្នែក Cyber Security ដូចឆ្នាំម្នាក់ដែលមានសមត្ថភាពការពារប្រព័ន្ធបច្ចេកវិទ្យានិងទិន្នន័យដែលមានសុវត្ថិភាពខ្ពស់ពីការវាយប្រហារផ្សេងៗហើយមូលហេតុដែលខ្ញុំសម្រេចចិត្តជ្រើសសិក្សានៅ iStat គឺដោយសារនៅទីនេះមិនត្រឹមតែប្រើចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកន្លែងតម្រង់ទិសនិងកសាងគ្រឹះយ៉ាងរឹងមាំដើម្បីប្រែក្លាយក្តីស្រមៃរបស់ខ្ញុំមកក្លាយទៅជាការពិតធ្វើតែបច្ចេកវិទ្យាកំពុងតែវិវត្តន៍និងផ្លាស់ប្ដូរពិភពលោកបានយ៉ាងឆាប់រហ័សដែលធ្វើឲ្យតម្រូវការនៃការងារលើផ្នែកព័ត៌មានវិទ្យាកំពុងកើនឡើងខ្លាំងក៏ពិតមែនប៉ុន្តែការសិក្សាជំនាញនេះទាមទារឲ្យមានចំណេះដឹងនិងសមត្ថភាពពិតប្រាកដដើម្បីបំពេញតម្រូវការទាំងនេះបានប្រកបដោយប្រសិទ្ធភាពហើយដូច្នេះហើយការជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឬ IT ដែលត្រឹមត្រូវគឺជាត្រីវិស័យដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យហើយនេះខ្ញុំជឿជាក់យ៉ាងមុតមាំថា iStat នឹងបណ្ដុះបណ្ដាលសមត្ថភាពដ៏ពិតប្រាកដគឺបង្រៀនឲ្យយើងចេះជ្រៅទៅដល់លើជំនាញផ្ទាល់ដើម្បីសម្រេចបំណងដែលបានប្រងទុកអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលការច្បាស់ថាតើ iStat យើងទៅសាមពីអីខ្លះហើយតើការបណ្ដុះបណ្ដាលនៅទីនេះមានលក្ខណៈពិសេសបែបណាទៅអាចប្រែក្លាយនិស្សិតទៅជាអ្នកជំនាញ IT ដូចឆ្នាំដែលទីផ្សារការងារកំពុងមានតម្រូវការទីមួយគឺកម្មវិធីសិក្សានៅ iStat មានផ្ដោតសំខាន់ទាំងស្រុងទៅលើការបណ្ដុះបណ្ដាលបច្ចេកវិទ្យា IT មិនថានៅក្នុងកម្រិតបញ្ញាបត្ររងឬក៏កម្រិតបញ្ញាបត្រនោះទេកម្មវិធីសិក្សារបស់យើងត្រូវបានរៀបចំឡើងយ៉ាងសម្បត្តិសម្រាំងនៅពេលបច្ចុប្បន្នភាពជាប្រចាំសម្រាប់ទៅតាមការវិវត្តនៃបច្ចេកវិទ្យាដើម្បីធានាឲ្យសិស្សទទួលបាននូវចំណេះដឹងនិងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងក្នុងឆ្នាំទី1និងឆ្នាំទី2យើងនឹងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះជាច្រើនតាមរយៈការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា Programming Fundamental, Data Structure, Networking, System Administration, Web Design, Database System និង Object Oriented Programming ជាមួយនឹងមុខវិជ្ជាជំនាញសំខាន់ៗជាច្រើនទៀតសម្រាប់ឆ្នាំបន្តចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺការសិក្សារបស់យើងមិនមែនត្រឹមតែទ្រឹស្ដីនោះទេវិទ្យាស្ថានសង្កត់ធ្ងន់ទៅលើការអនុវត្តការ research និងការធ្វើការងារជាក្រុមជាពិសេសបន្ទាប់ពីបញ្ចប់មុខវិជ្ជានីមួយៗសិស្សនិស្សិតគ្រប់រូបត្រូវអនុវត្តទៅលើ final project ជាក់ស្ដែងដើម្បីពង្រឹងសមត្ថភាពនិងធានាថាពួកយើងទទួលបាននូវ practical for experience តាំងពីឆ្នាំដំបូងរហូតដល់បញ្ចប់ការសិក្សាចំណុចទី2គឺការបង្រៀននិងការចែករំលែកចំណេះដឹងពីលោកគ្រូអ្នកគ្រូនៅទីនេះលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់បំផុតនៅក្នុងការបង្រៀនដែលផ្ដោតទៅលើការយល់ដឹងស៊ីជម្រៅនិងការណែនាំយ៉ាងលម្អិតពីមួយជំហានទៅមួយជំហានជាពិសេសរាល់សកម្មភាពបង្រៀននិងមេរៀននីមួយៗត្រូវបានធ្វើជាវីដេអូសម្រាប់ប្រជាជននិស្សិតដើម្បីពួកយើងអាចរំលឹកមេរៀនឡើងវិញនិងស្វែងយល់កាន់តែច្បាស់បន្ថែមទៀតនៅពេលក្រោយពីយ៉ាងវិញទៀតពួកគាត់មិនត្រឹមតែផ្ដល់នូវ hard skill តាមរយៈការបង្រៀនការស្រាវជ្រាវលើ document ប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើរតួជា mentor យ៉ាងជិតស្និទ្ធក្នុងការជួយដោះស្រាយបញ្ហានិងផ្ដល់នូវ soft skill ដែលជាជំនាញទន់ទៅកាន់និស្សិតគ្រប់រូបផងដែរចំណុចទី3គឺដៃគូសហការនៅការហៅឧបករណ៍ iStat តែងតែមាន collaboration យ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន technology ជាច្រើនមិនថារដ្ឋឬឯកជនដែលផ្ដល់ឱកាសឲ្យយើងបានចូល internship និងស្វែងរកការងារធ្វើបានយ៉ាងឆាប់រហ័សក្រោយបញ្ចប់ការសិក្សាដែលផ្អែកទៅលើសមត្ថភាពជាក់ស្ដែងកាន់តែអស្ចារ្យជាងនេះទៅទៀតសម្រាប់និស្សិតឆ្នាំដែលមានបំណងចង់ពង្រឹងសមត្ថភាពនិងពង្រីកចំណេះដឹងរបស់ខ្លួនឲ្យកាន់តែខ្លាំងវិទ្យាស្ថាន iStat ក៏មានផ្ដល់ជូនអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅក្រៅប្រទេសជាច្រើនផងដែរទី4គឺបរិយាកាសសិក្សាបើយើងក៏លេចមើលបរិយាកាសសិក្សានៅទីនោះវិញគឺពោរពេញទៅដោយភាពច្នៃប្រឌិតនិងការជួយគ្នាទៅវិញទៅមកយើងរៀនពីគ្នាចែករំលែកបទពិសោធន៍ឲ្យគ្នាដែលធ្វើឲ្យការរៀនរបស់យើងលេងជារឿងទន់ទ្រាន់ទៀតហើយទីចុងក្រោយបើអ្នកគ្នាចាប់អារម្មណ៍ចង់ក្លាយជាជំនាញ IT iStat ជាជំរើសដ៏ល្អបំផុតសម្រាប់អ្នក The best time to start is now. Take it. តោះនៅចាំមួយទៀតមកចុះជាមួយរៀនជាមួយគ្នានៅវិទ្យាស្ថាន iStat